ប្លង់ផ្សេងៗដែលធ្លាប់តែឃើញតាមទូរស័ព្ទប្លង់ផ្សេងៗដែលធ្លាប់តែឃើញបងប្អូនយើងបានទៅលេងហើយថតមកឲ្យឃើញថាមេឃភ្លៀងមេឃខែវស្សាគឺស្អាតខ្លាំងមែនតើថ្ងៃនេះខ្ញុំបានទៅដល់នៅទីនោះតែម្ដងបងប្អូនទាំងអស់គ្នាដែលតែងទៅលេងនៅខេត្តសៀមរាបណាកុំភ្លេចចូលមកលេងនៅរមណីយដ្ឋានឬដូចជាអង្គរបេងវេលាទាំងអស់គ្នាណាបងប្អូនទាំងអស់គ្នានេះគឺជាលើកទី1សម្រាប់ខ្ញុំហើយខ្ញុំកំពុងធ្វើដំណើរឆ្ពោះទៅខាងប្រាសាទបេងវេលាធ្លាប់តែលើគេនិយាយធ្លាប់តែឃើញវីដេអូឥឡូវពួកយើងបានមកដល់ប្រាសាទមួយទៀតហើយគឺជាប្រាសាទបេងវេលាឥឡូវយើងទៅទស្សនាជាមួយសកម្មភាពផ្សេងៗនៅក្នុងទាំងអស់គ្នាហើយក៏លើកទី1ដែលខ្ញុំបានមកដល់ទីនេះដែរគេថាស្អាតខ្លាំងមែនតើថ្ងៃនេះខ្ញុំក៏ធ្វើដំណើរទៅលេងខេត្តសៀមរាបនិងទៅលេងនៅរមណីយដ្ឋានផ្សេងជាច្រើនហើយក៏នឹកឃើញថាយើងគួរតែទៅលេងនៅប្រាសាទបេងវេលាម្ដងដោយសារអីដោយសារធ្លាប់តែឃើញគេផុសធ្លាប់តែឃើញគេនិយាយធ្លាប់តែឃើញគេថាប្រាសាទបេងវេលានៅឆ្ងាយពីខេត្តសៀមរាបបងប្អូនទាំងអស់គ្នាកុំយល់ច្រឡំឲ្យសោះណាប្រាសាទបេងវេលាគឺមិននៅឆ្ងាយខ្លាំងទេគឺយើងចេញពីខាងក្រុងសៀមរាបមកឆ្ពោះមកខាងបើយើងឧទាហរណ៍ទៅបើសិនជាយើងចេញពីខាងក្រុងសៀមរាបមកដល់ប្រាសាទដំដៃក៏ដូចជាយើងទៅលេងនៅប្រាសាទបេងវេលាដូចគ្នាហេតុអីគឺខុសគ្នាប្រហែលជា4-10គីឡូទេយើងវាយ location ទៅបើសិនជាយើងទៅលេងនៅខាងប្រាសាទបេងវេលាហើយយើងត្រឡប់មកវិញបុកចំផ្សារដំដៃតែម្ដងអញ្ចឹងបងប្អូនអ្នកគ្នាកុំភ្លេចណាឈានចូលទៅលេងទាំងអស់គ្នាទៅមើលទេសភាពទៅក្រេបយកនៅធម្មជាតិដែលនៅក្នុងប្រាសាទនោះគឺមានអ្វីខ្លះបងប្អូនអ្នកគ្នាអ្នកខ្លះក៏គាត់បានដឹងអ្នកខ្លះក៏គាត់បានធ្លាប់ទៅលេងហើយអ្នកខ្លះក៏មិនធ្លាប់បានទៅលេងបងប្អូនអ្នកធ្លាប់បានទៅលេងក៏យល់អារម្មណ៍មួយនេះថាពេលយើងទៅដល់មានអារម្មណ៍បែបណាបងប្អូនអ្នកគាត់មិនដែលបានទៅលេងក៏គាត់មិនទាន់បានយល់អារម្មណ៍មួយនេះដែរតែបងប្អូនអ្នកគ្នាអាចមកទស្សនាជាមួយនឹងវីដេអូខ្ញុំទាំងអស់គ្នាមកមើលវីដេអូរបស់ខ្ញុំទាំងអស់គ្នាហើយបងប្អូនអរគ្នាដែលមិនដែលបានទៅលេងនឹងបងប្អូនអរគ្នាអាច share វីដេអូនេះដើម្បីឲ្យបងប្អូននៅទីជិតទីឆ្ងាយដែលគាត់មិនទាន់បានទៅដល់នឹងគាត់មើលវីដេអូរបស់ខ្ញុំទាំងអស់គ្នាណាហើយសកម្មភាពផ្សេងបងប្អូនអរគ្នាអាចមើលបានគឺទេសភាពសកម្មភាពនៅក្នុងប្រាសាទនេះមានអ្វីខ្លះបងប្អូនអ្នកគ្នាទស្សនាជាមួយនឹងខ្ញុំទាំងអស់គ្នាខ្ញុំទៅនេះក៏រៀងខកចិត្តដោយសារអីធ្លាប់តែឃើញបងប្អូនយើងដែលគាត់ផុសនៅក្នុង TikTok ផុសនៅក្នុង Facebook បណ្ដាញអនឡាញគាត់ថាផុសទៅគឺមានទឹកភ្លៀងស្រេចមកគឺយើងបានមើលជាមួយនឹងទឹកភ្លៀងស្រក់នៅលើប្រាសាទហើយជាមួយនឹងធម្មជាតិខៀវស្រងាត់ផ្លែធម្មជាតិខៀវស្រងាត់ដែលដុះនៅលើកំផែងថ្មរបស់យើងគឺស្រស់ស្អាតខ្លាំងមែនទែនហើយទៅលើកនេះគឺអត់មានភ្លៀងទេក៏តែរៀងក្តៅបន្តិចដោយសារតែយើងទៅចំខែក្តៅអញ្ចឹងណាទៅនេះគឺចំថ្ងៃក្តៅតែម្ដងបងប្អូនអរគ្នាគឺទៅរៀងហប់បន្តិចហើយបញ្ជាក់បងប្អូនអរគ្នាទៅនឹងបងប្អូនមកផ្លិចយកកាន់ដបទឹកដបអីទៅញ៉ាំផងតែសារអីរៀងក្តៅតិចហើយយើងមើលក៏បានគ្រប់ជុំជ្រោយដែរតែយើងក្តៅផ្ទះហ្នឹងតែស្រេកទឹកស្រេកអីផងហ្នឹងធ្វើឲ្យយើងហ្នឹងមានអារម្មណ៍ថាចង់ទៅចេញវិញបងប្អូនអរគ្នាទៅគឺមិនសូវក្តៅប្រហែលទេបើសិនចូលដល់ខាងក្នុងគឺមានដើមឈើហើយជាមួយនឹងកម្មយដាជាមួយនឹងស្ពានដែរខាងបងគាត់ធ្វើឲ្យយើងទស្សនាហ្នឹងគឺជាទស្សនាមួយទៅគឺកំផែងថ្មជាមួយនឹងប្រាសាទរបស់យើងគឺស្អាតខ្លាំងមែនតើបងប្អូនអរគ្នាគឺស្អាតខ្ញុំទៅដល់ទីនោះផ្ទាល់គឺខ្ញុំមានអារម្មណ៍ថាស្រស់ស្រាយខ្លាំងមែនតើជាមួយនឹងទិដ្ឋភាពជាមួយសកម្មភាពផ្សេងហើយសម្រាប់ការធ្វើដំណើរគឺអត់មានអីញ៉ាយច្រើនទេដោយសារតែគាត់បានធ្វើស្ពានជាមួយនឹងផ្លូវដើរដ៏ស្អាតឲ្យយើងធ្វើដំណើរអញ្ចឹងយើងធ្វើដំណើរចូលខាងក្នុងមើលសកម្មភាពមើលទេសភាពផ្សេងឃើញហើយយើងត្រឡប់មកវិញគឺយើងធ្វើដំណើរព័ទ្ធមកជុំវិញពីខាងក្រៅប្រាសាទវិញពីខាងក្រោយវិញគឺយើងបានមើលទេសភាពខាងក្រៅគឺមានព្រៃហើយជាមួយនឹងកំផែងប្រាសាទរបស់យើងគឺស្អាតខ្លាំងមែនទែនបងប្អូនអរគ្នាកុំភ្លេចណាឈានចូលទៅលេងឈានចូលទៅមើលទាំងអស់គ្នាគឺសិតតែគេដំណើរពីបំពាក់បរោះរបស់យើងតែគាត់បន្សល់ទុកឲ្យទោះបីជារៀងរបៀបថារៀងចំណាស់ត្រុតត្រោបន្តិចមែនប៉ុន្តែរូបរាងគឺមើលទៅគឺស្អាតខ្លាំងមែនទែនហើយបងប្អូនអរគ្នាកុំភ្លេចចូលទៅទស្សនាបងប្អូនអរគ្នាកុំភ្លេចទៅទស្សនាទាំងអស់គ្នាណាកុំឲ្យធ្លាប់ទៅលឺគេនិយាយធ្លាប់ទៅលឺគេថាហើយធ្លាប់ទៅឃើញវីដេអូអញ្ចឹងបើសិនយើងទៅដល់ជាក់ស្ដែងខ្លួនឯងគឺយើងប្រកាសជាដឹងថាទេសភាពទិដ្ឋភាពហើយប្រាសាទតាគេបំណែពីបុព្វបុរសខ្មែរយើងគាត់បន្សល់ទុកនឹងគឺបែបណាបងប្អូនអរគ្នាទៅមើលផ្ទាល់ខ្លួនឯងគឺដឹងតែម្ដងណាហើយអរគុណទៅដល់បងប្អូនអរគ្នាដែលតាមដានវីដេអូរបស់ខ្ញុំហើយអរគុណទៅដល់អ្នកដែល share អ្នកដែល comment ពាក្យល្អជាច្រើនបន្ទាប់ពីវីដេអូដែលខ្ញុំផុសកន្លងមកអញ្ចឹងណាហើយខ្ញុំ comment ជាអ្នកដែលធ្វើវីដេអូជាប្រចាំថ្ងៃតែបងប្អូនអរគ្នាហើយ
សម្រាប់ខ្ញុំធ្វើវីដេអូទោះត្រាតែខ្ញុំបានធ្វើដំណើរទៅទីណាមួយយ៉ាងទៅហើយធ្វើដំណើរទៅខ្ញុំបានពេលវេលាថតឬក៏ពេលវេលាដែលខ្ញុំមើលទៅថាវាខ្សំគួរអញ្ចឹងខ្ញុំក៏ថតវីដេអូយកមកទុកមើលទៅហើយក៏ធ្វើវីដេអូដើម្បីចែកម្លែកទៅដល់បងប្អូនទាំងអស់គ្នាដែលគាត់បានទៅដល់ឬក៏គាត់មិនទាន់បានទៅដល់ហ្នឹងក៏យើងមើលម្ដងទៀតយើងបានមើលជាលើកទី1អញ្ចឹងណាហើយបន្ទាប់ពីខ្ញុំចេញមកវិញហ្នឹងគឺខ្ញុំឃើញបងហើយជាអ្នកដែលគាត់រជីវកម្មរកឃ្មុំលក់នៅតាមមាត់ប្រាសាទនៅតាមផ្លូវប្រាសាទនេះខ្ញុំបានចូលទៅទិញជាមួយនឹងទឹកឃ្មុំហ្នឹង3-4ក្បាលដែរអីគេវាទៅថា3-4ប្រទេសអញ្ចឹងណាដើម្បីយកមកជួយទិញជួយអីគាត់ទៅដោយសារគាត់ថាគាត់លក់ចុះតម្លៃឲ្យថោកល្មមដែលយើងអាចទទួលយកបានហើយសម្រាប់ទឹកឃ្មុំគាត់ហ្នឹងយកមកគឺទឹកច្រើនមែនតើក្បាលឃ្មុំគឺទឹកច្រើនមែនតើខ្ញុំយកមកដល់ផ្ទះហ្នឹងគឺខ្ញុំយកមកច្របាច់ដាក់កំប៉ុងដាក់អីចឹងអរគុណបងប្អូនទាំងគ្នាសម្រាប់ការតាមដានវីដេអូរបស់ខ្ញុំបើសិនជាមានការលើសលុបខ្វះខាតអធិស្ឋានផងណាអរគុណច្រើន